សម្រាប់ទៀតតែគាត់បាទណានេះក៏ធំដែរណាចូលពីច្រើននេះដល់3នាក់ទីម៉ោងមួយគឺចាយកម្លាំងរហូតដល់3នាក់តែ4នាក់សម្រាប់ការលើកដង្ហែពិតជាអស្ចារ្យមែនការហែទីការភាសាដែលអមជាមួយនឹងទីមួយនៅសុខស្អាតនេះគឺធ្វើឲ្យមានប្រយោជន៍ខ្លាំងមែនទែនមែនតើមានយុវជនចូលរួមច្រើនច្រើនមែនតើចូលរួមបង្ហាញដល់ការទៀនការភាសានៅសុខស្អាតយ៉ាងនេះហើយថ្ងៃនេះក៏ជាថ្ងៃបញ្ចប់នៃការហែទៀនការភាសាដែរច្រើនណាស់ឆ្នាំបន្ទាប់ទៀតនឹងមានការរំខានច្រើនហើយការកក់ស្ទះបងប្អូនជាធ្វើដំណើរតាមផ្លូវនេះក៏អធិស្ឋានផងដែរព្រោះអីថាកម្មវិធីនេះគឺការរំខានទៀនព្រះវស្សាដែលមានការចូលរួមទីម៉ោងច្រើនប៉ុន្តែ